ពេលខ្លះសង្គមធ្វើឲ្យយើងមើលឃើញខ្លួនឯងថាជាបញ្ហាឲ្យយើងកែប្រែខ្លួនឯងតាមពិតពួកគេទេជាបញ្ហាខ្ញុំជឿថាបងប្អូនជាច្រើនប្រហែលបានឃើញវីដេអូរបស់ក្មេងស្រីម្នាក់ដែលគាត់យំខ្លាំងមែនទែនដោយសារសម្បុរគាត់ខ្មៅហើយត្រូវបានគេប្រមាថគេនិយាយលក់លើជាមួយគាត់ធម្មតាមកทำไมเอามีខ្មៅអានអីនិយាយពីនិយាយថាលេងនិយាយពីលេងតែគេចុកមែនតើអានអីនិយាយពីនិយាយថាលេងនិយាយពីលេងតែគេចុកមែនតើហើយមានមនុស្សស្រីម្នាក់ខ្ញុំអត់ដឹងថាត្រូវអីជាមួយគាត់ទេគាត់បានលួងលោមក្មេងស្រីម្នាក់នោះថាអញ្ចឹងបាច់មានការឈឺចាប់ទេធំឡើងយើងលៀតលេវាសោតាមពិតចេតនារបស់គាត់ល្អទេប៉ុន្តែគាត់អត់ដឹងថាចេតនាទាំងអស់នោះអ្វីដែលគាត់កំពុងនិយាយនឹងគឺបង្រៀននៅផ្នត់គំនិតអវិជ្ជមានដល់ក្មេងស្រីម្នាក់នោះតាមពិតមនុស្សជាទីស្រឡាញ់ឬក៏ឪពុកម្ដាយគួរតែមានផ្នត់គំនិតបែបវិជ្ជមានបង្រៀនទៅកាន់កូនមិនបង្រៀនកូនថាអូកូនអត់អីទេធំឡើងត្រូវលាបលេទៅនឹងសឲ្យលេងហើយគេលេងមើងងាយហើយអញ្ចឹងចាំលាបលេទៅប៉ុន្តែអ្វីដែលយើងគួរបរៀនគាត់គឺការស្កប់ស្កល់ជាមួយអ្វីដែលខ្លួនឯងមានបរៀនឲ្យគាត់ស្រឡាញ់នៅភាពជាខ្លួនឯងអ្វីដែលគួរនិយាយទៅកាន់ក្មេងស្រីម្នាក់នោះឲ្យគាត់មើលឃើញថាគាត់មានតម្លៃឧទាហរណ៍ដូចជាអត់អីទេកូនគេមើលឃើញមិនឃើញទេអាហ្នឹងគឺជាការគិតរបស់គេប៉ុន្តែខ្លួនឯងស្អាតសបល់ខ្លួនឯងពណ៌អញ្ចឹងគឺជាសបល់ត្រូវប៉ាន់មែនទេឬក៏អីអញ្ចឹងទៅឬក៏បង្រៀនថាខ្លួនឯងមិនមែនជាកំហុសទេការកើតមកអញ្ចឹងស្រស់ស្អាតហើយអ្នកដែលខុសគឺជាមនុស្សដែលមានគំនិតអវិជ្ជមានហើយនិយាយពាក្យអត់ល្អមកកាន់ខ្លួនឯងទេអញ្ចឹងកុំគិតច្រើនកូនខ្លួនឯងត្រូវតែក្លាហានហើយក្រោកឈរថ្ងៃក្រោយបើសិនបើគេនិយាយអញ្ចឹងត្រូវហ៊ានតតាំងត្រូវហ៊ាននិយាយពាក្យល្អទៅកាន់គេវិញឲ្យគេឃើញថាអ្វីដែលខ្លួនឯងមានពិតជាអត់ខុសទេអាហ្នឹងទៅជាការបង្រៀនដ៏ត្រឹមត្រូវមកកាន់កូនអញ្ចឹងវីដេអូនេះខ្ញុំអត់មានអីច្រើនទេខ្ញុំសង្ឃឹមថាមនុស្សទាំងអស់នឹងចេះប្រើប្រាស់ពាក្យសម្ដីរបស់ខ្លួនឲ្យបានត្រឹមត្រូវពីព្រោះពាក្យសម្ដីរបស់យើងអាចលើកទឹកចិត្តអ្នកដទៃហើយក៏អាចធ្វើឲ្យអ្នកដទៃឈឺចាប់ហើយសម្លាប់អ្នកដទៃដែរអញ្ចឹងមុនកលាស់អណ្ដាតរបស់យើងសូមគិតពិចារណាឲ្យបានត្រឹមត្រូវហើយជាមួយគ្នាខ្ញុំសង្ឃឹមថាយើងនឹងអាចស្រឡាញ់ខ្លួនឯងឲ្យតម្លៃនៅអ្វីដែលខ្លួនឯងមានហើយបរៀនមនុស្សជុំវិញយើងឲ្យស្រឡាញ់និងឲ្យតម្លៃនៅអ្វីដែលពួកគេមានពីព្រោះការរកឃើញតម្លៃពិតប្រាកដតម្លៃដែលចេញពីខាងក្នុងរបស់យើងនោះគឺជារឿងល្អជាងហើយចូលបងប្អូនទាំងអស់គ្នាគិតយ៉ាងណាដែរអាចខមមិននៅខាងក្រោមបានហើយបើសិនបើបងប្អូនគិតថាការបង្អាប់អ្នកដទៃមើងងាយអ្នកដទៃតាមរយៈពណ៌សម្បុរកម្ពស់រូបរាងខាងក្រៅមិនមែនជារឿងត្រឹមត្រូវអាចចែករំលែកវីដេអូនេះផងដើម្បីចែករំលែកភាពវិជ្ជមានទៅកាន់សង្គមអរគុណបងប្អូនទាំងអស់គ្នាដែលបានទស្សនាវីដេអូរបស់ខ្ញុំហើយបើសិនបើបងប្អូនអត់ទាន់ follow ខ្ញុំនៅឡើយអាច follow ម្នាក់មួយដើម្បីមើលវីដេអូថ្មីផ្សេងទៀតខ្ញុំចន្ទរិទ្ធសូមអរគុណ